តើយន្តហោះ T6TH របស់ថៃអាចធ្វើឃាតសម្ដេចបានដែរឬទេជម្រាបសួរប្រិយមិត្តខ្មែរ Ami Today ជាទីមេត្រីថ្មីនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថាថៃចង់យកយន្តហោះចម្បាំង T6TH មកធ្វើឃាតសម្ដេចតើវាពិតជាមានសមត្ថភាពអាចធ្វើរឿងទាំងអស់នេះបានដែរមែនទេឬក៏ថៃមានគោលបំណងអ្វីផ្សេងមុនយើងនិយាយដល់ថាបានឬមិនបាននោះនឹងអ្វីជាគោលបំណងពិតរបស់ថៃយើងងាកមកមើលសមត្ថភាពយន្តហោះចម្បាំងនេះជាមុនសិន AT6TH Wolverine Light Attacks Aircraft ត្រូវបានកងទ័ពអាកាសថៃបញ្ជាទិញពីសហរដ្ឋអាមេរិកក្នុងឆ្នាំ2020ចំនួន12គ្រឿងក្នុងតម្លៃទឹកប្រាក់$162លានសហរដ្ឋអាមេរិកនិងបានមកដល់ទឹកដីថៃនៅឆ្នាំ2024ថៃដាក់វាប្រចាំការនៅមូលដ្ឋានទ័ពអាកាសឈៀងម៉ៃដើម្បីហោះស៊ើបការតាមបណ្ដោយព្រំដែនភូមានិងឡាវដោយវាមានបណ្ដោយប្រវែង 10.16 ម៉ែត្រទម្ងន់ទទេ2135គីឡូក្រាមនៅពេលវាផ្ទុកសព្វាវុធរួចមានទម្ងន់2948គីឡូក្រាមនិងមានស្លាបប្រវែង 10.19 ម៉ែត្រប្រើប្រាស់ម៉ាស៊ីនមានកម្លាំង1600សេសអាចហោះក្នុងល្បឿន858គីឡូម៉ែត្រក្នុង1ម៉ោងហោះបានចម្ងាយ3194គីឡូម៉ែត្រនិងអាចហោះក្នុងរយៈកម្ពស់9949ម៉ែត្រជាមួយនឹងការបំពាក់បច្ចេកវិទ្យាដ៏ទំនើបដូចជាកាមេរ៉ានៅខាងក្រោមពោះរបស់វាសម្រាប់តាមដាននិងថតយករាល់សកម្មភាពនានាបានយ៉ាងច្បាស់មិនថាពេលយប់ឬក៏ពេលថ្ងៃនោះទេប្រព័ន្ធស្វែងរកគោលដៅ Infrared Search and Track ដែលអនុញ្ញាតឲ្យវាចាប់យកគោលដៅបានយ៉ាងច្បាស់ល្អប្រព័ន្ធគ្រប់គ្រងសព្វាវុធធ្វើឲ្យ T6TH អាចប្រើប្រាស់សព្វាវុធតាមស្តង់ដារ NATO និងសព្វាវុធសហរដ្ឋអាមេរិកដូចជាបំពង់សម្រាប់បាញ់គ្រាប់រ៉ុកែត Hydra 70ដែលជាប្រភេទរ៉ុកែតបាញ់ពីអាកាសមកដីរបែកឡាស៊ែនាំផ្លូវ GPU-12 PV2 និងមីស៊ីលបាញ់ពីអាកាសមកដីប្រភេទ AGM-114 Hellfire Missile ជាប្រភេទមីស៊ីលនាំផ្លូវឬក៏ Semi-Active Laser Homing មីស៊ីលធន់នេះបាញ់បានចម្ងាយ11គីឡូម៉ែត្រមានល្បឿនលឿនជាងសំឡេង 1.3 ដងហោះក្នុងល្បឿន1501គីឡូម៉ែត្រក្នុង1ម៉ោងមិនត្រឹមតែប៉ុណ្ណោះយន្តហោះ T6TH ក៏មានបំពាក់នៅកាំភ្លើងយួន FNH MP 400ចំនួន1ដៅបន្ថែមទៀតផងពួកពីលុតថៃត្រូវបានវឹកវើប្រើប្រាស់នៅយន្តហោះប្រភេទនេះនៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដងមុននឹងបញ្ជូនមកវឹកហាត់បន្តនៅមូលដ្ឋានទ័ពអាកាសនៅខេត្តឈៀងម៉ៃតាមពិតទៅថៃទិញយន្តហោះចម្បាំងនេះគឺមានគោលបំណងល្បាតនិងស៊ើបយកការតាមបណ្ដោយព្រំដែនភូមាដើម្បីតាមដានស្ថានភាពសង្គ្រាមរវាងកងទ័ពភូមានិងក្រុមឧទាមដោយសារតែតំបន់នោះមានព្រៃក្រាស់យន្តហោះចម្បាំង F-16 និង Gripen ខ្លួនមិនអាចហោះល្បាតបានយូរនិងត្រូវចំណាយយ៉ាងច្រើនលើប្រតិបត្តិការនីមួយទើបថៃទិញ T6TH នេះដើម្បីមកជំនួសវាចំណាយតិចលើការហោះហើរនិងងាយស្រួលបន្លំខ្លួនហោះឆ្លប់យកការចូលទឹកដីភូមាដោយសារតែវាមានរាងតូចអាចហោះបត់បែនបានយូរហើយកាមេរ៉ារបស់វាអាចថតទិន្នន័យនិងរូបភាពនានាបានយ៉ាងច្បាស់បើទោះបីមានព្រៃឈើក្រាស់យ៉ាងម៉េចក៏ដោយជាពិសេសក៏អាចបំពាក់នៅសព្វាវុធមួយចំនួនបានបន្ថែមទៀតផងតើយន្តហោះប្រភេទនេះអាចហោះមកធ្វើឃាតសម្ដេចដល់ទីក្រុងភ្នំពេញបានដែរឬទេចម្លើយរបស់ខ្ញុំគឺមិនបានទេដោយសារតែល្បឿននិងរយៈកម្ពស់នៃការហោះហើររបស់វាមិនអាចហោះឆ្លងផុតពីប្រព័ន្ធការពារដែនអាកាសកម្ពុជាបាននោះឡើយមិនចាំបាច់ដល់ប្រើ KS-1C ប្រើត្រឹមតែ QW3 និងកាំភ្លើងយន្ត12ក្បៀសក៏អាចបាញ់ទម្លាក់វាបានដែរជួថៃបង្ហាញវាមកធ្វើអ្វីក្នុងសង្គ្រាមរយៈពេល5ថ្ងៃថៃបានប្រើសព្វាវុធរបស់ខ្លួនមានទាំងអស់ដើម្បីវាសង្គ្រប់មកលើកងទ័ពខ្មែរមានទាំងកាំភ្លើងធំផលិតជាមួយអ៊ីស្រាអែល M758 កាំភ្លើងទិញពីបារាំង Sisa 155 មីលីម៉ែត្រនិង105 មីលីម៉ែត្ររួមទាំងកាំជ្រួចវង SR4 ទិញពីចិន DT1G ផលិតជាមួយនឹងអ៊ីស្រាអែលតែនៅមិនអាចមានប្រៀបលើកងទ័ពខ្មែរបានទើបថៃដាច់ចិត្តបញ្ចេញនៅយន្តហោះចម្បាំង F-16 និង Gripen មកជួយទើបរៀងមានប្រៀបប្រើត្រឹមតែអាវុធថ្មើរជើងដូចគ្នាថៃមិនអាចទៅរួចជាមួយកងទ័ពយើងនោះទេហើយក្នុងសង្គ្រាម5ថ្ងៃនេះអ្នកជំនាញយុទ្ធសាស្ត្រសង្គ្រាមថៃបានដឹងថា F-16 និង Gripen មិនអាចគ្រប់គ្រងដល់ការប្រយុទ្ធថ្មើរជើងបានល្អនោះទេគឺនៅពេលដែលកងទ័ពថៃនិងខ្មែរប្រឈមមុខដាក់គ្នាចម្ងាយត្រឹមតែ100ម៉ែត្រទៅ200ម៉ែត្រពីគ្នា F-16 មានល្បឿនលឿននិងមានធំមិនអាចហោះមកគ្រប់គ្រងទម្លាក់ក្របបែកឬក៏បាញ់មីស៊ីលបាននោះទេខ្លាចទម្លាក់មកប៉ះពាល់ដល់កងទ័ពខ្លួន
ថៃមានតែប្រើដ្រូនទម្លាក់ក្របបែកដើម្បីគាំទ្រពួកអ្នកយុទ្ធសាស្ត្រសង្គ្រាមថៃក៏បានគិតថាបើគេយកយន្តហោះ T6 T8 នេះមកគាំទ្រដល់ការប្រយុទ្ធថ្មើរជើងវិញគឺវាមានប្រសិទ្ធភាពជាង F16 ដោយសារតែ T6 T8 មានមាត្រតូចងាយស្រួលបត់បែនចំណាយតិចអាចបំពាក់ក្របបែកនាំផ្លូវនិងមីស៊ីលនាំផ្លូវបូករួមទាំងការបំពាក់កាំភ្លើងយន្តបន្ថែមទៀតនោះវាអាចជួយគាំទ្រដល់ការប្រយុទ្ធថ្មើរជើងរបស់កងទ័ពពួកគេបានសរុបជារួមទៅថៃយកយន្តហោះចម្បាំង T6 T8 នេះគឺមកដើម្បីជាឆ្លប់យកការនិងគាំទ្រដល់ការប្រយុទ្ធថ្មើរជើងឬក៏យើងអាចនិយាយបានថាតាមបទពិសោធន៍សង្គ្រាមជាមួយខ្មែរ5ថ្ងៃថៃបានរកឃើញចំណុចខ្វះខាតរបស់ខ្លួននិងត្រៀមជើងព្រួលដើម្បីធ្វើសង្គ្រាមសារជាថ្មីដោយប្រើដ្រូននិងយន្តហោះចម្បាំងធុនស្រាល T6 T8 នេះវិញដើម្បីគាំទ្រដល់ការប្រយុទ្ធថ្មើរជើងនៅពេលដែលកងទ័ពសងខាងប្រឈមមុខចិត្តគ្នាហើយនេះគឺជាគោលបំណងរបស់ថៃដែលចល័តយន្តហោះចម្បាំងធុនស្រាល T6 T8 ពីមូលដ្ឋានទ័ពឈៀងម៉ៃមកកាន់មូលដ្ឋានទ័ពអាកាសក្បែរព្រំដែនខ្មែរយើងវិញ